ហេតុអីបានចាំបាច់មានគម្រោងទី1ស្ថានភាពអតីតកាលអាចវាមិនល្អបច្ចុប្បន្នខ្វះខាតអនាគតអាចមានហានិភ័យអញ្ចឹងបើសិនជាយើងមើលស្ថានភាពកម្ពុជាយើងបច្ចុប្បន្នស្ថានភាពរបស់កម្ពុជាយើងអតីតកាលអត់ល្អទេណាប្រទេសមានបញ្ហាប្រទេសមានគ្រោះឈ្លានពានពីប្រទេសជិតខាងហើយយើងគ្រប់គ្រងអត់បានយើងទប់ទល់អត់រួចបច្ចុប្បន្នយើងខ្វះខាតកម្លាំងទ័ពអត់គ្រប់គ្រាន់កម្លាំងទាហានខ្សោយខ្វះយុទ្ធោបករណ៍ណាយុទ្ធោបករណ៍ដើម្បីធ្វើការវាយប្រហារតតាំងអញ្ចឹងអនាគតយើងអាចមានហានិភ័យប្រទេសទៅបាត់បង់អញ្ចឹងស្ថានភាពបែបហ្នឹងគឺយើងមិនចង់ឲ្យរឿងវាកើតឡើងដដែលដូចមុនទេបាទអញ្ចឹងយើងត្រូវតែធ្វើឲ្យស្ថានភាពរបស់យើងបច្ចុប្បន្នប្រសើរឡើងហើយការប្រសើរឡើងហ្នឹងវានឹងនាំទៅរកការដោះស្រាយបញ្ហាដែលអាចនឹងកើតឡើងនៅពេលអនាគតអញ្ចឹងនៅពេលដែលយើងបង្កើតគម្រោងមានន័យថាវាទាល់តែរឿងអីមិនល្អដែលយើងមិនពេញចិត្តទើបយើងពិចារណាដើម្បីបង្កើតវាណាយើងបង្កើតគម្រោងព្រោះតែស្អីដែលមានវាអត់ជាទីពេញចិត្តទេហើយហានិភ័យវាអាចកើតឡើងបើសិនជាយើងមានគ្រោះទឹកជំនន់ឬក៏រំជួយដីអញ្ចឹងយើងគួរមានគម្រោងដើម្បីទប់ស្កាត់រំជួយដីហ៎បើសិនជាយើង 100% ថាអត់មានទេរំជួយដីថ្ងៃក្រោយបើសិនជាច្បាស់ថាអត់មិនបាច់មានទេគម្រោងហ្នឹងបើច្បាស់ថាអត់ដដែលហ្នឹងដោះស្រាយតែបញ្ហារាល់ថ្ងៃហ្នឹងទៅបានហើយអញ្ចឹងអ្វីដែលយើងចង់បានគឺអត់ចង់ឲ្យអនាគតវាកើតឡើងទៀតអញ្ចឹងយើងត្រូវតែដំណោះស្រាយគឺត្រូវរៀបចំឲ្យមានគម្រោងដោយសារមានបញ្ហាទើបចាំបាច់ត្រូវមានដំណោះស្រាយអានេះហើយគឺជាដើមហេតុនៃការមានគម្រោងស្អីគេទៅជាគម្រោងជាភារកិច្ចដែលមានភាពអាស្រ័យគ្នាទៅវិញទៅមកដែលមានទិសដៅសម្រេចគោលដៅរួមតែមួយគម្រោងមួយគួរតែមានទិសដៅរួមតែមួយទេកុំឲ្យមានទិសដៅច្រើនពីបុគ្គលវានាំឲ្យមានការលំបាកក្នុងការអនុវត្តការរៀបចំផែនការព្រោះទិសដៅគួរតែមួយបាទលក្ខណៈនៃគម្រោងគឺកាលណាយើងនិយាយពាក្យថាគម្រោងគឺត្រូវមានពេលវេលាចាប់ផ្ដើមហើយនិងពេលវេលាបញ្ចប់5ឆ្នាំ3ឆ្នាំ10ឆ្នាំបាទគម្រោងត្រូវតែបង្កើតអ្វីមួយដែលថ្មីបើអត់បង្កើតអីដែលថ្មីនៅតែជាស្ថានភាពដដែលទេមិនបាច់មានគម្រោងទេឧទាហរណ៍ថាយើងបង្កើតគម្រោងលើកកម្ពស់សមត្ថភាពរបស់យើងឬក៏គម្រោងចង់ទៅរៀនបើគ្រាន់តែរៀនដើម្បីរៀនអត់មានគោលបំណងឲ្យសមត្ថភាពយើងបកកាយជាងមុនទេមិនបាច់រៀនទេគម្រោងត្រូវតែមានព្រំដែនក្របខ័ណ្ឌច្បាស់លាស់អត់អាចចេះតែធ្វើតែពីអានេះផងអានោះផងតាមចិត្តទេគម្រោងរបស់យើងខ្លាចជាអ្នកជំនាញខាងចាប៉ីអញ្ចឹងអត់អាចទៅដេញត្រូផងអត់អាចទៅដេញហ្គីតាផងទេយើងត្រូវរៀនចាប៉ីឲ្យចេះគម្រោងជាសកម្មភាពថ្មីមិនដូចមុនកាលណានិយាយអំពីគម្រោងគឺមានន័យថាយើងកំពុងតែកែប្រែមិនមែនជាអ្វីដែលដូចមុនទេបើយើងទម្លាប់របស់យើងព្រលឹមទៅសាលាល្ងាចចូលផ្ទះព្រលឹមទៅសាលាល្ងាចចូលផ្ទះហើយយើងចង់បង្កើតគម្រោងថ្មីនៅតែព្រលឹមទៅសាលាល្ងាចចូលផ្ទះតែឡើយមិនមែនជាគម្រោងទេណាយើងត្រូវធ្វើអីដែលថ្មីគឺយើងត្រូវដាក់គម្រោងថាមកយប់នេះយើងធ្វើអីថ្ងៃយើងធ្វើអីដើម្បីឲ្យបានអីណាយើងត្រូវមានអញ្ចឹងកាលណានិយាយពីគម្រោងគឺត្រូវតែជាស្អីដែលថ្មីមិនមែនជាសកម្មភាពដដែលដូចមុនវត្តនៃគម្រោងរោគបញ្ហាក្រោយពីរោគបញ្ហាឃើញហើយយើងត្រូវបង្កើតគម្រោងហើយនឹងរៀបចំគម្រោងក្រោយពីរៀបចំគម្រោងហើយត្រូវអនុវត្តវា project implementation អនុវត្តរួចហើយយើងត្រូវតាមដានត្រួតពិនិត្យកុំដោយដាក់គម្រោងចោលកុំដោយអនុវត្តគម្រោងចោលហើយអត់មានទៅមើលថាវាយ៉ាងម៉េចហើយការដាក់គម្រោងដែលអត់មានការតាមដានការពិនិត្យយើងឃើញគម្រោងរបស់យើងភាគច្រើនឧទាហរណ៍ដូចប្រព័ន្ធធារាសាស្ត្ររដ្ឋាភិបាលបង្កើតប្រព័ន្ធធារាសាស្ត្រហើយអត់ទៅមើល3ឆ្នាំក្រោយបន្លាយផុកពេញគណៈកម្មការជួសជុលថែទាំនៅណាអត់ដឹង
ពួកគាត់បង្កើតហើយនៅបង្កើតហើយតែអត់ទៅហេតុអីបានអត់ដើរយើងអត់មានការតាមដានអញ្ចឹង monitoring evaluation ការតាមដានត្រួតពិនិត្យនិងវិយតម្លៃគឺចាំបាច់ណាស់ដើម្បីឲ្យដឹងថាវាយ៉ាងម៉េចដំណើរការវាដល់ណាហើយវាជោគជ័យទេវាមិនជោគជ័យទេហើយបើមិនជោគជ័យ why ហេតុអីអញ្ចឹងអានេះគឺការអនុវត្តគម្រោងអញ្ចឹងនៅពេលដែលយើងតាមដានត្រួតពិនិត្យវិយតម្លៃយើងរកឃើញបញ្ហាអត់ដំណើរការមកពីអីគណៈកម្មការអត់មានដើមទុនដំបូងក្នុងការអនុវត្តមន្ត្រីថ្នាក់ក្រោមអត់ទៅលាក់ថវិកាឲ្យសហគមន៍ប្រើប្រាស់ទឹកហ្នឹងគាត់យកទៅលុយទៅចាត់ចែងដំបូងគាត់អត់ទាន់បានប្រមូលលុយពីកសិករគ្នាគាត់បងមហាត់ប្រមាណហ្នឹងប្រមូលអត់បានអញ្ចឹងអត់លុយដំណើរការអត់ចុះអត់ឡើងចោលទៅតាមដំណើរបាទខូចអីតឯងបាទអត់ទឹកប្រើអីតឯងអត់ទាំងអស់គ្នាទៅអញ្ចឹងអាហ្នឹងយើងទៅរកឲ្យឃើញបញ្ហាដើម្បីបង្កើតគម្រោងសាថ្មីបាទអាចជាគម្រោងពង្រឹងសហគមន៍ប្រើប្រាស់ទឹកអីចឹងទៅអញ្ចឹងវត្តនៃគម្រោងវាវិលទៅវិលមកវិលទៅវិលមកអញ្ចឹងដដែលជាដដែលប៉ុន្តែបញ្ហាថ្មីរហូតបាទបើបញ្ហាដដែលហើយដោះអត់បានគម្រោងយើងគឺ design អត់ត្រឹមត្រូវទេឬក៏រចនាអត់បានត្រឹមត្រូវទេណារចនាអត់ឆ្លើយតបទៅនឹងស្ថានភាពបង្កើតតែគម្រោងអស់តែលុយបញ្ហានៅដដែលបាទអញ្ចឹងបញ្ហាត្រូវតែផ្លាស់ប្ដូរជំហានក្នុងការរៀបចំគម្រោងទី1ត្រូវកំណត់បញ្ហាសិនទី2បង្កើតដំណោះស្រាយមានអីខ្លះកំណត់គោលដៅដែលត្រូវសម្រេចបានកំណត់ផងបញ្ហាមានអីគេយើងដោះស្រាយបែបម៉េចបើដោះស្រាយបែបហ្នឹងគោលដៅដែលយើងចង់បានគឺអីបាទហើយត្រូវមានលក្ខណៈវិនិច្ឆ័យនីមួយកំណត់វិធីសាស្ត្រអនុវត្តដំណោះស្រាយមានហើយប៉ុន្តែវិធីសាស្ត្រអនុវត្តត្រូវតែមានត្រូវតែច្បាស់ដែរពង្រៀងផែនការនិងថវិការួចហើយយើងចាំបាច់ទាំងអស់បញ្ចូលគ្នាមកវាคล้ายទៅជាគម្រោងរួមមួយពេលคล้ายជាគម្រោងរួមមួយហើយយើងត្រូវកែតម្រូវវាទៀតទើបបានគម្រោងចុងក្រោយមួយដែលអាចយកទៅប្រើការបានដំណើរការនីមួយក្នុងចំណុចនីមួយអាចច្រើនលើកច្រើនសារមិនមែនតែមួយដងសម្រេចទេបាទការកំណត់បញ្ហាយើងមើលការកំណត់បញ្ហាអញ្ចឹងកំណត់បញ្ហាកំណត់មកពីណាកំណត់តាមណាទី1យើងអាចកំណត់តាមបទពិសោធន៍ជាបទពិសោធន៍ក្មេងនៅជនបទច្រើនតែដើរលេងឧទាហរណ៍ណាក្មេងនៅជនបទច្រើនតែដើរលេងមើលគោខ្វៀលគោអញ្ចឹងពួកគេអត់ទៅយល់ដឹងពីរឿងគ្រឿងញៀនឧទាហរណ៍ណាអញ្ចឹងបទពិសោធន៍គឺក្មេងជនបទអត់ទៅដឹងពីគ្រឿងញៀននេះអញ្ចឹងពេលគាត់ឡើងទៅទីក្រុងទៅរៀនទៅសូត្រឬទៅធ្វើការគាត់អាចនឹងឆ្លក់វែងគាត់អត់បានទទួលការអប់រំពីរឿងហ្នឹងអញ្ចឹងឧទាហរណ៍ណាកំណត់បញ្ហាអាចមកពីអីទៀតមកពីឯកសារសិក្សាឯកសារទៅណាបញ្ហាក្នុងឯកសារនេះគេនិយាយថាបញ្ហារបស់យុវជនដែលអត់ការងារធ្វើគឺអី1 2 3 4ទី1យុវជនអត់ការងារធ្វើមកពីគាត់អត់ជំនាញទី2យុវជនអត់ការងារធ្វើមកពីគាត់រវល់តែខ្វល់ខ្វាយរឿងដើរលេងប៉ោឡែភ្លេចគិតខំរៀនខំសូត្រគាត់អត់បានពង្រឹងសមត្ថភាពដល់ពេលការងារមកគាត់អត់មានសមត្ថភាពធ្វើទីនេះខ្វះជំនាញបន្ទាប់មកទៀតបញ្ហាកំណត់បញ្ហាបានមកពីណាពីគ្រោះគ្នាក្នុងក្រុមឬក៏យើងនិយាយថាពិភាក្សាអញ្ចឹងគ្នាមកក្រុមជួនកាលយើងអង្គុយគិតតែឯងវាមិនចេញទេតែជែកគ្នាទៅមានបញ្ហាអីនេះឲ្យតិចនោះឲ្យតិចមកបង្កើតបានជាបញ្ហាដែលយើងត្រូវដោះស្រាយបន្ទាប់មកទៀតពីគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធយើងពីគ្រោះក្នុងក្រុមគ្នាយើងដែលស្គាល់គ្នាវាមិនអស់ទេត្រូវទៅជែកជាមួយអ្នកដទៃទៀតអ្នកដែលគេមានជំនាញក្នុងសាច់រឿងហ្នឹងបាទតើគេជួបរឿងអីខ្លះគេជួបបញ្ហាអីខ្លះអញ្ចឹងអាហ្នឹងយើងត្រូវតែយកអាចទាំងអស់ហ្នឹងមកសម្រាប់ជាការកំណត់បញ្ហាក្រោយពីកំណត់បញ្ហាហើយយើងសម្រេចយកបញ្ហាដែលកំណត់ជាគម្រោងបញ្ហាមានច្រើនណាស់បើយើងដាក់ក្នុងបញ្ជីមួយនោះមកចាប់ភ្លុះ100រឿង100ចម្ពោះ100ជាន់100ថ្នាក់ណាបញ្ហាសឡកពឹសបញ្ហាសឡត្រីបញ្ហាសឡក្តាមអញ្ចឹងបញ្ហាទាំងអស់ហ្នឹងយើងត្រូវសម្រេចយកបញ្ហាមួយយើងដោះកពឹសឬក៏ដោះក្តាមឬក៏យើងដោះពោះវែងណាអញ្ចឹងបញ្ហាដែលយើងត្រូវដោះយើងត្រូវកំណត់យកមកក្នុងទំហំណាមួយដែលអាចសមស្របហើយអាច